នៅរដូវក្តៅដ៏ស្រស់បំព្រងខណៈពេលដែលសត្វដទៃកំពុងលេងសប្បាយហ្វូងស្រមោចដ៏ឧស្សាហ៍ព្យាយាមបាននាំគ្នាខំប្រឹងសន្សំស្បៀងទុកសម្រាប់ថ្ងៃមុខឃើញដូច្នោះកណ្ដូបដែលគិតតែពីសប្បាយក៏សើចចំអកឲ្យស្រមោចថាណែពួកឯងល្ងងម្លេះថ្ងៃក្តៅបែបនេះគួរតែសម្រាប់រំលែកដូចយើងវិញប្រសើរជាងពេលវេលាកន្លងផុតទៅយ៉ាងលឿនរដូវរងាដ៏ត្រជាក់ក៏បានមកដល់ព្រិលធ្លាក់គ្របដណ្ដប់ពេញព្រៃធ្វើឲ្យចំណីអាហារទាំងអស់ត្រូវបាត់បង់អស់កណ្ដូបគ្មានអ្វីស៊ីឡើយវាដើររកចំណីទាំងស្រែកឃ្លាននិងញ័រទៅត្រើតក្នុងភាពត្រជាក់វាចាប់ផ្ដើមនឹកស្ដាយក្រោយដែលមិនបានត្រៀមខ្លួនទុកជាមុនវាបានមកសុំជំនួយពីគ្រួសារស្រមោចបានប្រាប់ថាបើឯងច្រៀងរាំពេញមួយរដូវក្តៅឥឡូវឯងគួរតែរាំឲ្យរំលងរដូវរងានេះទៅចុះប៉ុន្តែដោយក្តីមេត្តាស្រមោចក៏បានចែករំលែកចំណីខ្លះដល់វាកណ្ដូបបានដឹងពីកំហុសខ្លួនហើយបានកែខ្លួនពេលរដូវក្តៅមកដល់កណ្ដូបក៏បានជួយជញ្ជូនស្រូវស្រមោចទុកពេលរដូវត្រជាក់មកដល់រឿងនេះបង្រៀនយើងថាការត្រៀមលក្ខណៈនិងការឧស្សាហ៍ព្យាយាមនៅថ្ងៃនេះនឹងផ្ដល់នូវភាពសុខសាន្តសម្រាប់ថ្ងៃក្រោយ។